អ្នកជំនួយមហាសេដ្ឋីដ៏ស្រស់ស្អាតបានហុចភេសជ្ជៈឲ្យបុរសម្នាក់ដោយគួរសមប៉ុន្តែបុរសនោះបែរជាយល់ច្រឡំថាជានារីបម្រើការគាត់ក៏ហុចនាមបានឲ្យនាងទាំងកំ pl ែងឃើញមុខមាត់ស្រស់ស្អាតបែបនេះធ្វើជាអ្នកបម្រើពិតជាគួរឲ្យអាណិតណាស់គាត់ថែមទាំងចង់សុំលេខទូរស័ព្ទដើម្បីណាត់នាងទៅផឹកនៅពេលយប់មួយផ្លែតក្រោយមកបុរសនោះក៏ត្រូវខ្មាស់គេនៅពេលដែលសម្លេងអ្នកសម្របសម្រួលបានបន្លឺឡើងគេឃើញអ្នកជំនួយមហាសេដ្ឋីដោះអាវក្រៅចេញហើយស្លៀកឈុតរ៉ូបដើរទៅកណ្ដាលឆាកមិត្តភក្តិក៏និយាយលេងថាគាត់ពិតជាហ៊ានណាស់ដែលទៅតាក់ទងនាងព្រោះនាងគឺជាដូដូហ៊ីម្ចាស់កត្រីនៃក្រុមហ៊ុនមីរ៉េពេលដឹងការពិតបុរសនោះក៏ដឹងខ្លួនថាខ្លួនបានបង្កបញ្ហាធំហើយគាត់ភ័យខ្លាំងរហូតដល់កាន់កែវមិនជាប់ផងក្រោយដឹងថាដូដូហ៊ីមិនទៅមើលខ្លួនគាត់ក៏សម្រេចចិត្តមិនទៅពិនិត្យមើលដែរគ្មានជំរឿដូដូហ៊ីក៏ត្រូវតែទៅមើលខ្លួនជំនួសដូដូហ៊ីទើបតែនិយាយចប់ប្រធានជូបានលឺអ្វីដែលគាត់ចង់លឺក៏ដាក់ទូរស័ព្ទចុះភ្លាមដោយភាពពេញចិត្តគាត់បានដេកលើក្រែពិនិត្យសុខភាពដូដូហ៊ីក៏បង្ខំចិត្តសួរលេខាតើត្រូវនៅមើលមុខគ្នាប្រមាណនាទីទើបមិនចាត់ទុកថាខុសសុជីវធម៌ពេលណាលេខាប្រាប់ថាគួរតែអង្គុយយ៉ាងតិច30នាទីដូដូហ៊ីក៏បែកខ្នងដើរចេញទៅណាត់ជួបភ្លាមពេលមកដល់ភោជនីយដ្ឋានដែលប្រធានជូកំណត់បុគ្គលិកក៏ប្រាប់នាងថាមានភ្ញៀវបានកក់ទីនេះផ្ដាច់មុខរួចហើយដូដូហ៊ីក៏ឆ្លើយថានាងគឺជាភ្ញៀវដែលត្រូវជួបនោះបុគ្គលិកក៏នាំដូដូហ៊ីទៅជួបបុរសម្នាក់ភ្លាមដូដូហ៊ីឃើញបុរសនោះកំពុងអានកាសែតនាងគិតក្នុងចិត្តថាបុរសនេះកំពុងតែធ្វើពុតជាទើបតែអង្គុយចុះក៏និយាយទៅកាន់បុរសនោះថាអ្វីដែលនាងស្រឡាញ់បំផុតគឺការងារនាងមិនចាប់អារម្មណ៍លើបុរសនោះបន្តិចសោះនិយាយមិនទាន់ចប់ផងក៏ឃើញបុរសនោះដាក់កាសែតចុះដូដូហ៊ីនឹកស្មានមិនដល់ថាមនុស្សនៅចំពោះមុខនេះមានមុខមាត់ស្រស់សង្ហាដើមឡើយនាងមានការប្រឆាំងនឹងការជឿជាក់លើរូបគេប៉ុន្តែលើកនេះបានធ្វើឲ្យនាងមានចំណាប់អារម្មណ៍លើរឿងនេះជាលទ្ធផលបុរសនោះបានរអ៊ូថាគាត់និយាយច្រើនពេក